ជាទូទៅគ្រប់គ្នាទាំងអស់ដែលមានប៉ាមានឪពុកម្ដាយមានកូនមានប្រពន្ធមានប្តីទៅធ្វើការខ្ញុំជឿថាគ្រប់គ្នាគឺទន្ទឹងរង់ចាំពេលដែលឪពុកត្រឡប់មកវិញពេលប្តីត្រឡប់មកវិញពេលកូនត្រឡប់មកវិញពេលប្រពន្ធត្រឡប់មកវិញប្រកបដោយសុវត្ថិភាពនិងមានសុខភាពល្អបាទអ្វីដែលយើងទៅធ្វើការគឺយើងផ្លាស់ប្ដូររវាងតែកម្លាំងពលកម្មជាមួយនឹងប្រាក់ឈ្នួលទេបាទអញ្ចឹងយើងមិនទៅដើម្បីលះបង់ទាំងសុខភាពទាំងរាងកាយទាំងអវយវៈរបស់យើងណាមួយទេដោយសារតែការងារទេបាទអញ្ចឹងនេះគឺជារឿងដែលសំខាន់ណាស់ដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាពនិងសុវត្ថិភាពនៅកន្លែងធ្វើការរបស់យើងទាំងអស់គ្នាបាទអញ្ចឹងក្នុងឱកាសទិវាអន្តរជាតិស្ដីពីសុវត្ថិភាពនិងសុខភាពនៅកន្លែងធ្វើការនេះគឺយើងអំពាវនាវឲ្យគ្រប់ភាគីទាំងអស់យកចិត្តទុកដាក់ចំពោះបញ្ហាសុខភាពនិងសុវត្ថិភាពរបស់បងប្អូនកម្មករនិយោជិតជាក់ស្ដែងទៅលើរឿងកម្ដៅទៅលើរឿងបញ្ហាធ្វើដំណើរទៅលើរឿងអនាម័យទៅលើរឿងការបង្ការរាល់គ្រោះថ្នាក់ទាំងឡាយដែលអាចកើតឡើងនៅកន្លែងធ្វើការដែលយើងអាចរំពឹងទុកបានអញ្ចឹងការការពារគឺសំខាន់ណាស់នៅក្នុងការធានាបាននៅសុវត្ថិភាពនៅកន្លែងធ្វើការសម្រាប់បងប្អូនកម្មករនិយោជិតបាទ